ស្ដីលោកគ្រូ បាទសួស្ដី ខ្ញុំមានលំហាត់ជាប្រមាណវិធីបូកនិងប្រមាណវិធីដកនៃប្រភេទហើយនេះចង់ឲ្យលោកគ្រូបង្ហាញអំពីរបៀបគណនាលឿនឬក៏តិចនិចក្នុងការគណនាលេខលឿនតើលោកគ្រូមានវិធីសាស្ត្រយ៉ាងម៉េចដែរ បាទវិធីសាស្ត្រទី1គឺយើងត្រូវគុណខ្វែងគ្នា5គុណជាមួយនឹង5យើងគុណវាទៅ5គុណ5ស្មើនឹង25ទី2យើងយក4គុណនឹង7 7 9ដង28គុណវាទៅបាន28បន្ទាប់មកយើងយក2នេះបូកចូលគ្នា25បូក1 28ស្មើនឹង53បាទយើងសេរបាន ចុះភាគបែង ភាគបែងយើងយក4គុណនឹងបាទ4គុណនឹង5បានចំនួន20នេះជាចម្លើយរបស់វាដូចគ្នាដែរយើងគុណដូចគ្នាដែរ25គុណជាមួយនឹង5គុណទៅបាន25 អូខេ បាទ4គុណជាមួយនឹង2បាទបាន8 25ដក8ស្មើ17បាទហើយភាគបែងយើងគុណនៅដដែល4គុណនឹង5បាន20បាទ17លើ20នេះជាចម្លើយរបស់វាស្រួលស្រួល វ៉ាគ្រូផ្កែមែនបាទចុះលំហាត់នេះ បាទលំហាត់នេះទុកឲ្យទស្សនិកជនសិស្សានុសិស្សទាំងអស់ធ្វើនៅផ្ទះបាទ អរគុណច្រើនលោកគ្រូ បាទអរគុណតាមបីទៅណា